Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញទាក់ទងជាមួយនឹងម៉ាស៊ីន print អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាម៉ាស៊ីន print របស់អ្នកទាំងអស់គ្នាហ្នឹងអស់ទឹកថ្នាំមួយណាអញ្ចឹងយើងចូលទៅឆែកយើងចូលទៅ Google ត្រង់បណ្ណានោះមកហើយបន្ទាប់មកយើងយកពាក្យ review នេះ print head នេះកន្លែង printer ហ្នឹងអានេះម៉ាស៊ីនដែលខ្ញុំកំពុង print រាល់ថ្ងៃអញ្ចឹងខ្ញុំចង់ឆែកមើលទឹកថ្នាំវាអញ្ចឹងចុចពាក្យprinter refresh មកហើយបន្ទាប់មកចុចពាក្យ maintenance នេះអ្នកនរគ្នាពេលចុចពាក្យ maintenance ហើយសម្រាប់នេះឆែកហ្នឹងគឺសម្រាប់ថាទឹកថ្នាំយើងអស់ពណ៌អីគេអញ្ចឹងយើងចុចលើនេះមួយមកនេះអ្នកនរគ្នាចុចលើនឹងមួយមករងចាំវាបន្តិចវានឹង print ចេញជាស្លឹកអ្នកនរគ្នាអញ្ចឹងវា print អញ្ចឹងអានេះមានន័យថាគឺវាពេញហើយអានេះមានន័យថាឆ្នាំយើងអត់សូវដិតអានេះដិតវាថាវាល្អអញ្ចឹងនឹងវាបាន print ចេញមកហើយអ្នកនរគ្នាចង់ចុច finish មួយមកនេះ clean ទឹកថ្នាំដើម្បីឲ្យវាពេញកន្លងមិញហ្នឹងណាចង់ឲ្យវាស្អាតមុននឹង clean អ្នកនរគ្នាត្រូវបើកកន្លែងទឹកថ្នាំម៉ាស៊ីន print ណាហ្នឹងហើយម៉ាស៊ីន print ទឹកថ្នាំរបស់អ្នកនរគ្នាបើកវាទៅដើម្បីឲ្យវាចំហវាទៅដើម្បីវាអញ្ចឹងយើងត្រូវរងចាំវាបន្តិចដើម្បីឲ្យវានោះclean ទឹកថ្នាំយើងចាំឲ្យវាដើរពេញអ្នកទាំងអស់គ្នារងចាំវារហូតឲ្យវាដើរតចប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងយើងវាប្រហែលជាវត្ថុដែលតម្រាំតែវាពេញនៅtrongនេះអ្នកគ្នា
ចិត្តវិញអ្នកនរគ្នាចិត្តវិញរងចាំតិចទៅវាជិតចប់ហើយអ្នកនរគ្នាចុចពាក្យ print ដើម្បី print review មើលសាមីថាវា color វា ដិតជាងមុនអត់ចឹងអ្នកនរគ្នាចឹងចុច print មកហើយរងចាំបន្តិចហើយ print អ្នកនរគ្នាឥឡូវវាល្អជាងមុនចឹងនេះវាកំពុង print នៅពេលដែលអ្នកនរគ្នា print រួចរាល់ហើយចុចពាក្យ finish ឥឡូវនេះវាពុំឥឡូវនេះទឹកស្នាមវាល្អជាងមុនហើយចឹងចុច finish អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ